ព្រះសាស្តាទ្រង់គង់ប្រថាប់នៅក្នុងវត្តវេលវ័នគង់សម្ដែងព្រះធម៌ក្នុងកណ្ដាលបរិស័ទ4តូតឃើញព្រះពេជ្ជៈទាំងនោះក៏មកអំពីចម្ងាយហើយត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះតម្រាស់ថាមនាលភិក្ខុទាំងឡាយសម្លាញ់ទាំងពីរនាក់នោះកំពុងមកគឺកោលិតៈនិងឧបទេសៈទាំងពីរនាក់នោះឯងជាគូនៃសាវកដ៏ប្រសើររបស់តថាគតត្រាស់ប្រាប់ថាមនាលភិក្ខុទាំងឡាយណមើលណណាសម្លាញ់ទាំងពីរនាក់នោះកំពុងតែធ្វើដំណើរមកហើយព្រះអង្គទ្រង់ជ្រាបណាទៅព្រះអង្គគង់សម្ដែងពធទេសនាចំពោះភិក្ខុទាំងឡាយរួមដោយបរិស័ទទាំង4ហើយក៏ប្រាប់នៅក្នុងជំនុំនៃការសម្ដែងព្រះធម៌នឹងថាមនាលភិក្ខុទាំងឡាយណមើលណខ្ញុំបកករណាសូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះគុណនៃព្រះរតនត្រ័យទាំង3ប្រការរួមមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់គ្នាជាទីស្រឡាញ់នឹងការរាប់អានក្នុងព្រះធម៌អញ្ចឹងជាបន្តមកទៀតយើងនឹងបានសិក្សាអំពីព្រះធម៌នៅក្នុងគម្ពីរអដ្ឋកថាយមកវៈដដែលតកតងទៅជាមួយនឹងរឿងសញ្ជ័យបរិពាជក់កាលពីម្សិលមិញគឺញាតិញោមបានស្ដាប់តកតងជាមួយនឹងខ្សែសាច់រឿងដែលមានការជាប់តេតិនជាមួយនឹងព្រះសារីបុត្រហើយនិងព្រះមហាមុគលានហើយដើមកំណើតរបស់ព្រះសារីបុត្រនិងព្រះមហាមុគលាននេះមាននាមប្រកាសខាងដើមឈ្មោះហៅថាជាឧបទេសៈហើយនិងកោលិតៈអ្នកទាំងពីរអ្នកបាននាមប្រកាសថាឧបទេសៈនិងកោលិតៈនេះគឺដោយសារតែនៅក្នុងត្រកូលរបស់គ្រួសារទាំងពីរនេះគឺស្ថិតនៅក្នុងស្រុកមួយឲ្យឈ្មោះហៅថាកោលិតៈក្រៀមហើយនិងឧបទេសៈក្រៀមដូច្នេះហើយក្មេងទាំងពីរហ្នឹងបានកើតមកទៅអ្នកភូមិឬក៏ត្រកូលខាងញាតិទាំងសងខាងហ្នឹងបានដាក់ឈ្មោះហៅថាជាឧបទេសៈកុមារហើយនិងកោលិតៈកុមារដល់ក្រោយមកទៅក៏មានដំណើរដើមតងហូហែមកដូចញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានស្ដាប់ដែលខ្ញុំកណ្ដាលអាត្មាភាពបានសម្ដែងនៅក្នុងវីដេអូហ្នឹងចែកជូនញាតិញោមពុទ្ធបរិស័ទបានស្ដាប់មកកន្លងហ្នឹងអំណាចនៃការជ្រះថ្លាក្នុងការសាងពភ្នោះហ្នឹងក៏មិនដឹងថាត្រូវទៅសាងពភ្នោះនៅក្នុងសំណាក់អាចារ្យណាទេក៏បានសម្រេចទៅបួសចូលទៅបព្វជិក៏បានចូលទៅបព្វជិជាមួយនឹងអាចារ្យសញ្ជ័យបរិពាជក់ប៉ុន្តែការសិក្សារៀនសូត្រនៅមុនវិជ្ជាក៏ដូចជាចំណេះដឹងនៅក្នុងសំណាក់អាចារ្យសញ្ជ័យនឹងត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះក៏បានចប់សពគ្រប់ហើយក៏សួរអាចារ្យសញ្ជ័យថាតើមុនវិជ្ជាឬក៏ចំណេះដឹងរបស់លោកនឹងអស់ត្រឹមនឹងឬក៏មានក្រៃលែងជាងនឹងទៀតទេចឹងអាចារ្យសញ្ជ័យនឹងថាអស់ហើយអត់មានអីក្រៃលែងទៀតទេអស់តែត្រឹមតែប៉ុណ្្នឹងឯងអញ្ចឹងសម្លាញ់ទាំងពីរនាក់មានកោលិតៈហើយនិងឧបទេសៈនេះជាសម្លាញ់នឹងគ្នានឹងបានគិតគ្នាថាប្រហែលដូច្នេះវាអត់មែនជាហេតុដែលនាំឲ្យបានធម៌ដល់ក្រៃលែងនឹងរួចផុតចាកទុកបានទេណាយើងនឹងស្វះស្វែងរកនៅគ្រូអាចារ្យណាដែលអាចបញ្យល់យើងបង្រៀនយើងឲ្យរួចផុតចាកទុកទៅបានចម្ពោះទ្វេបទាំងមូលនេះគឺធំទូលាយណាស់ណាយើងនឹងស្វែងរកនៅអាចារ្យណាដែលអាចផ្ដល់នៅមុខធម៌ឲ្យយើងបានដូច្នេះហើយការបងប្រាថ្នារបស់សម្លាញ់ទាំងពីរនាក់ដែលបានបួសនៅក្នុងសំណាក់សញ្ជ័យអាចារ្យនេះហើយក៏បានពើបប្រទេសជួបជាមួយនឹងព្រះអសជិណាព្រះអសជិចេញទៅបិណ្ឌបាតចឹងទៅក៏ឃើញលោកមានអាការៈសគុតសគុំសង្រួមដោយឥន្ទ្រីទាំងឡាយហាក់បីដូចជាខ្លួនឯងនឹងមានចិត្តជ្រះថ្លាគឺថាទេលោកនេះយើងមិនដែលឃើញតើលោកបួសឧទ្ទិសចំពោះគ្រូអាចារ្យណាឬក៏បួសចំពោះធម៌ណាចឹងតាមទៅសួរលោកទៅតាមក្រោយនឹកឃើញថាទៅសួរក្នុងចំណោមពេលដែលលោកកំពុងតែមានកិច្ចនិមន្តគោចរបិណ្ឌបាតនឹងអត់សមទេដូច្នេះដើរតាមពីក្រោយណាលុះតែព្រះអសជិបានបិណ្ឌបាតហើយទៅដល់ទីកន្លែងសំគួរដល់ការធ្វើនៅផត្តកិច្ចហ្នឹងក៏ឧបទេសៈនេះគឺបាន
រៀបចំកម្រាលប្រគេនលោកណាតាំងដែលខ្លួនឯងធ្លាប់តែនៅក្នុងសំណាក់អាចារ្យសញ្ជ័យហ្នឹងយកមករៀបចំប្រគេនលោកឃើញលោកឆាន់រៀបចំចង្ហាន់ប្រគេនលោកឆាន់អញ្ចឹងទៅលោកឆាន់ចប់សពគ្រប់ហើយក៏បានថាតើសួរទៅកាន់ព្រះអាសជិថាតើលោកបួសនៅក្នុងសំណាក់គ្រូអាចារ្យណាហើយឧទ្ទិសឲ្យណាគ្រូអាចារ្យណាសាសនាណាហើយព្រះអាសជិហ្នឹងក៏បានសម្ដែងធម៌ដ៏ជ្រាលជ្រៅចំពោះសញ្ជ័យបរិពាជៈដោយសារតែឧបទេសៈហ្នឹងគឺបានបួសនៅក្នុងសំណាក់សញ្ជ័យបរិពាជៈបានជាព្រះអាសជិហ្នឹងបានពោលថាយើងនឹងសម្ដែងធម៌ដ៏ជ្រៅគឺធម៌ដ៏មានអត្ថជ្រៅដែលយើងបានសិក្សាអំពីព្រះតថាគតនឹងឯងចឹងធម៌ដែលបានពោលមកថាធម៌ពួកណាដែលមានហេតុដែនកើតព្រះតថាគតបានត្រាស់ហេតុនៃធម៌ទាំងនោះណានិងហេតុនៃការរលត់នៃធម៌ទាំងនោះណាព្រះមហាសមណៈមានប្រក្រតីត្រាស់យ៉ាងនេះនឹងអញ្ចឹងធ្វើឲ្យអសុជិនឹងឯងសំដែងនៅពធដល់ឧបទេសៈណាបានជួបនៅព្រះអសុជិជាដំបូងគេនឹងញាតិញោមអាចទៅស្ដាប់សារជាថ្មីម្ដងទៀតនៅខ្សែវីដេអូទី3ណាតាមភាគនីមួយៗដែលខ្ញុំកណ្ដាលអាត្មាភាពបានសម្ដែងជូនឥឡូវថ្ងៃនេះយើងនឹងចូលដល់សម្លាញ់ទាំងពីរនាក់បានសម្រេចនៅព្រះសោតាបានពួកប្រតិពាជៈស្ដាប់ត្រឹមតែពីបទខាងដើមប៉ុណ្ណោះក៏តាំងនៅក្នុងសោតាបតិផលដល់ព្រមដោយពន្ធនៃព្រះថេរៈញ៉ាំងពីបទក្រោយនេះឲ្យចប់ស្រេចក្នុងពេលវេលាណាគេជាព្រះសោតាបានហើយណាការគុណវិសេសជនខ្ពស់នៅមិនទាន់ប្រកាសទៅក៏ខាត់ថាហេតុក្នុងវត្ថុនេះនឹងមានទៅសួរព្រះថេរៈថាលោកម្ចាស់លោកមិនចាំបរិយាយធម៌ទេសនាឲ្យក្រៃលែងឡើងទេត្រឹមតែប៉ុណ្ណោះក៏ល្មមព្រះសាស្តារបស់ពួកយើងប្រថាប់នៅទីណាណាព្រះថេរៈឆ្លើយថាប្រថាប់នៅក្នុងវត្តវេលវ័នអ្នកមានអាយុមានន័យថាព្រះកលិតៈនេះបានស្ដាប់ធម៌ត្រឹមតែ2បទខាងដើមហើយនឹង2បទខាងក្រោយដែលព្រះអសុជិបានសម្ដែងហើយអត់ចាំពិបាកឲ្យថាពិពណ៌នារាយរាប់បរិយាយសេចក្តីអីបន្ថែមទៀតទេមិនបាច់ទេត្រឹមតែប៉ុណ្្នឹងគឺយល់ល្មមណាជាក់ច្បាស់ហើយស៊ូរោតើព្រះសាស្តារបស់យើងនឹងគង់ប្រថាប់នៅទីណាព្រះថេរៈក៏ឆ្លើយថាប្រថាប់នៅក្នុងវត្តវេលវ័នអ្នកមានអាយុគេសួរថាលោកម្ចាស់ដ៏ចម្រើនបើដូច្នោះសូមលោកម្ចាស់និមន្តទៅចុះខ្ញុំមានមិត្តម្នាក់ទៀតហើយខ្ញុំទាំងពីរនាក់បានធ្វើកតិកាចំពោះគ្នានឹងគ្នាទុកថាបើអ្នកណាសម្រេចនៅអមតៈធម៌មុនអ្នកនោះចូលប្រាប់គ្នាខ្ញុំដោះបដិញ្ញានោះហើយនឹងនាំសម្លាញ់ទៅកាន់សំណាក់របស់ព្រះសាស្តាតាមដែលលោកម្ចាស់ទៅហើយនោះឯងមានន័យថាជ្រាបជាក់ច្បាស់ធម៌គ្រាន់តែសម្ដែងធម៌ពីបទខាងដើមហើយនឹងពីបទខាងក្រោយធ្វើឲ្យឧបទេសៈនឹងបានយល់ជាក់ច្បាស់ស្ថិតនៅក្នុងសោតាបតិផលហើយក៏ញ៉ាំងចិត្តរបស់ខ្លួនឯងឲ្យជ្រះថ្លានៅក្នុងសំណាក់ព្រះសមណគោតមបានរតនាឲ្យព្រះមហាថេរគឺព្រះអសុជិនិមន្តទៅវត្តវេលវ័នមុនចុះយើងនឹងទៅខាងក្រោយទៅប្រាប់សម្លាញ់ព្រោះបានធ្វើកតិកាដល់គ្នានឹងគ្នារាប់អានគ្នាថាបើអ្នកណាបានសម្រេចនៅអមតៈធម៌មុនអ្នកនោះចូលប្រាប់គ្នាទាំងដូច្នេះហើយគឺឧបទេសៈបានសម្រេចនៅធម៌មុនហើយអមតៈធម៌កើតឡើងចំពោះឧបទេសៈហើយក៏បានទៅប្រាប់សម្លាញ់នឹងនាំដំណឹងនឹងនាំសេចក្តីនឹងទៅប្រាប់សម្លាញ់ហើយសន្យាថានឹងទៅតាមលោកម្ចាស់នៅខាងក្រោយហើយក៏ក្រាបចុះទាបព្រះបាទទាទាំងពីររបស់ព្រះថេរៈថ្វាយបង្គំដោយបញ្ចង្គបដិស្ថានបញ្ចង្គបដិស្ថាននេះគឺបានដល់ការតាំងទុកចំពោះអវយវៈទាំង5ទី1គឺសំដៅទៅលើក្បាលហើយទី2ហ្នឹងគឺពហោះដៃទាំងគូហ្នឹងហើយទី3ហ្នឹងគឺជើងណាក្បាលជង្គង់ហ្នឹងហើយតបមកគឺក្រាបដល់ផែនដីណាក្រាបដល់ប្របាទទារបស់ព្រះអសុជិណាពីមុនហ្នឹងអត់ទេពីមុនហៅ
លោកអ្នកមានអាយុណាសូមលោកជួយសម្ដែងធម៌ប្រាប់ពន្យល់តើអ្នកបួសនៅក្នុងសំណាក់អាចារ្យណាអីចឹងទៅដល់ពេលដឹងហេតុមកបានក្រាបថ្វាយបង្គំណាធ្វើបញ្ចង្កបរិស្ថានធ្វើបតិក្សិណ3ជុំនិមន្តប្រធេរៈទៅហើយបានបែរមុខទៅកាន់អារាមរបស់ព្រះពាជក់ហើយណាកោលិតៈបរិពាជក់ឃើញគេមកដល់ពីចម្ងាយគិតថាថ្ងៃនេះសម្បុរមុខសម្លាញ់របស់យើងមិនដូចថ្ងៃដតីគេគង់នឹងបានសម្រេចអមតៈធម៌ដោយពិតទៅសួរដល់ការសម្រេចអមតៈធម៌ធ្វើដំណើរមកកាន់ទីអាស្រ័យនៅកន្លែងវត្តរបស់ព្រះពាជក់នឹងជាការបដិបត្តិដូច្នេះហើយកោលិតៈព្រះពាជក់នេះណាបានឃើញឧបទេសៈព្រះពាជក់ធ្វើដំណើរមកទឹកមុខហាក់បីដូចជាមានពណ៌សម្បុរស្រស់ស្រាយសប្បាយរីករាយតើនឹងមានហេតុអ្វីកើតឡើងហើយមើលទៅណាប្រហែលជាបានសម្រេចនៅអមតៈធម៌ដ៏ប្រសើរហើយណាប្រសិនបើពិតដូច្នោះតែយើងគួរសួរដល់ការសម្រេចដល់អមតៈធម៌សំបីឧបទេសៈព្រះពាជក់នោះក៏ទទួលថាអ្នកមានអាយុអមតៈធម៌យើងបានសម្រេចហើយបានពោលនៅភាសិតនោះឯងដល់កោលិតៈព្រះពាជក់នោះពោលនៅទៅភាសិតដែលព្រះអសុជិបានបន្លឺឡើងណាព្រះអសុជិបានពោលថាធម៌ពួកណាដែលមានហេតុណាជាដែនកើតព្រះតថាគតត្រាស់ហេតុនៃធម៌នោះនិងហេតុនៃការរលត់ធម៌ទាំងនោះព្រះមហាសមណៈមានប្រក្រតីត្រាស់យ៉ាងនេះសម្ដែងធម៌ប៉ុណ្ណឹងដល់កោលិតៈព្រះពាជក់ឲ្យបានស្ដាប់ណាជាសម្លាញ់ហ្នឹងណាបានសម្ដែងនៅក្នុងសំណាក់ពេលនោះឯងក្នុងកាលចប់នៅគាថានោះកោលិតៈក៏បានតាំងនៅក្នុងសោតាបតិផលហើយក៏ពោលថាសម្លាញ់អើយណាដឹងថាព្រះសាស្តារបស់ពួកយើងប្រថាប់នៅទីណាសម្ដែងនៅធម៌សភាសិទ្ធដែលព្រះអសជិបានលើកឡើងមកបញ្យលទៅកាន់ឧបទេសៈជាមិត្តសម្លាញ់បានសម្រេចនៅអមតៈធម៌ជាដំបូងហើយក៏បានយកនៅអមតៈធម៌នឹងទៅរាយរាប់ប្រាប់ដល់កោលិតៈព្រះពាជក់ដែលជាសម្លាញ់របស់ខ្លួនឯងហើយស្ដាប់ហើយជ្រះថ្លាហើយតាំងចិត្តរបស់ខ្លួនឯងញ៉ាំងខ្លួនឯងឲ្យបានសម្រេចនៅសោតាបតិផលក្នុងខណៈពេលនោះហើយក៏បានសួរទៅកាន់ឧបទេសៈព្រះពាជក់ថាមនាសម្លាញ់ហើយតើព្រះសាសនារបស់ពួកយើងគង់ប្រថាប់នៅទីណាអញ្ចឹងញាតិញោមស្ដាប់មើលរឿងរ៉ាវទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជារឿងរ៉ាវមួយដ៏គួរឲ្យចាប់អារម្មណ៍ហើយនឹងគួរឲ្យជ្រះថ្លាមុននឹងបានសម្រេចនៅអមតៈធម៌មួយមានដំណើរហេតុផ្សេងតម្រាំតែបានទៅជួបព្រះបរមសាស្តាឧបទេសៈពោលថាឮថាប្រថាប់នៅក្នុងវត្តវេលវ័នសម្លាញ់ប្រាប់សម្លាញ់អញ្ចឹងពីព្រោះបានដំណឹងពីព្រះអសជិប្រាប់មកអញ្ចឹងថាព្រះបរមសាស្តាស្ដេចគង់នៅក្នុងវត្តវេលវ័នដំណឹងនេះព្រះអសជិអាចារ្យរបស់យើងបានប្រាប់យកព្រះអសជិធ្វើជាអាចារ្យដំបូងព្រោះបានស្ដាប់ធម៌ដំបូងមកគឺបានស្ដាប់ពីព្រះអសជិនេះឯងហើយក៏ប្រាប់ទៅកាន់សម្លាញ់ថាដំណឹងដែលយើងបានដឹងថាព្រះសម្មាសម្ពុទ្ធឬក៏ព្រះបរមសាស្តានេះព្រះអង្គទ្រង់គង់នៅក្នុងវត្តវេលវ័នណាប្រាប់ទៅកាន់កោលិតៈហើយកោលិតៈនោះពោលថាសម្លាញ់បើដូច្នោះយើងនឹងទៅគាល់ព្រះសាស្តាចុះបបួលគ្នាណាបណ្ដាព្រះសារីបុត្រថេរៈនេះរមែងជាអ្នកបូជាអាចារ្យសំបីគ្រប់កាលវេលាព្រោះដូច្នោះហើយទើបពោលចំពោះសម្លាញ់យ៉ាងនេះថាសម្លាញ់យើងនឹងប្រាប់អមតៈដែលយើងទាំងពីរបានសម្រេចដល់សញ្ជ័យព្រះពាជក់ដែលជាអាចារ្យរបស់យើងខ្លះនឹកឃើញថាខ្លួនឯងបានមកសំណាក់ក្នុងអាចារ្យសញ្ជ័យហើយខ្លួនឯងជាគណៈគោរពគុណគ្រូបើខ្លួនឯងបានសម្រេចនៅអមតៈធម៌ហើយនឹងញ៉ាំងឲ្យគ្រូរបស់ខ្លួនឯងនឹងបានសម្រេចដែរអញ្ចឹងណាញ៉ាំងអាចារ្យរបស់ខ្លួនឯងឲ្យបានសម្រេចដែរគិតបបួលគ្នាថានឹងប្រាប់ណាប្រាប់ទៅកាន់ណាប្រាប់ទៅកាន់សញ្ជ័យព្រះពាជក់ដែលជាអាចារ្យរបស់ពួកយើងណាលោកដឹងហើយក៏នឹងចាក់ធ្លុះកាលបើបានចាក់ធ្លុះហើយជឿពួកយើងហើយនឹងទៅកាន់សំណាក់របស់ព្រះសាស្តា
នឹងបានស្ដាប់នៅព្រះធម៌ទេសនារបស់ពុទ្ធបុគ្គលគឺព្រះពុទ្ធណាទាំងឡាយហើយក៏នឹងធ្វើការចាក់ធ្លុះនៅមគ្គនិងផលលំដាប់នោះទាំងពីរនាក់នោះក៏បានទៅកាន់សំណាក់អាចារ្យសញ្ជ័យពេលដែលឃើញគេមកដល់ហើយសួរថាណែបាទទាំងពីរពួកអ្នកបាននរណាសំដែងផ្លូវអមតៈធម៌ហើយឬសួរទៅកាន់កូនសិស្សទាំងពីរហ្នឹងណាសួរទៅកាន់កោលិតៈហើយនឹងឧបទេសៈនេះឯងចំណែកឯសម្លាញ់ទាំងពីរនោះឆ្លើយប្រាប់អាចារ្យសញ្ជ័យថាបានហើយលោកអាចារ្យណាប្រាប់ថាពួកយើងទាំងពីរនឹងបានអមតៈធម៌ហើយលោកអាចារ្យព្រះពុទ្ធស្ដេចឧបដឹកឡើងហើយក្នុងលោកនេះព្រះធម៌ក៏ឧបដឹកឡើងហើយព្រះសង្ឃក៏ឧបដឹកឡើងហើយចំណែកឯលោកអាចារ្យប្រព្រឹត្តធម៌ទទេគ្មានសារៈសូមលោកមកចុះយើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះសាស្តាប្រាប់ថាពួកយើងទាំងពីរនាក់នឹងបានសម្រេចនៅណាអមតៈធម៌ហើយយើងរកឃើញហើយអមតៈធម៌ណាព្រះសាស្តាគង់នៅក្នុងវត្តវេលវ័នចំណែកឯលោកអាចារ្យនេះណាប្រព្រឹត្តនៅធម៌ទទេព្រះពុទ្ធកើតឡើងហើយព្រះធម៌កើតឡើងហើយតែលោកអាចារ្យនឹងនៅប្រព្រឹត្តធម៌ទទេគ្មានសារៈទេសូមលោកអាចារ្យមកចុះពួកយើងទាំងឡាយនឹងទៅកាន់សំណាក់នៃព្រះសាស្តាបបួលអាចារ្យខ្លួនឯងទៅអញ្ចឹងញោមបបួលទៅចូលកលព្រះបរមសាស្តានៅក្នុងវត្តវេលវ័នអាចារ្យសញ្ជ័យក៏បានតបថាអ្នកទាំងពីរទៅចុះខ្ញុំមិនទៅទេណាអត់ទៅទេដោយសារតែខ្លួនឯងនឹងមានចិត្តបដិបៈជាមួយនឹងព្រះបរមសាស្តាចំណែកឧបទេសៈហើយនឹងកោលិតៈវិញសួរទៅកាន់លោកអាចារ្យថាព្រោះហេតុអ្វីលោកអាចារ្យសញ្ជ័យអាចារ្យនឹងពោលមកវិញថាយើងធ្លាប់ជាអាចារ្យរបស់មហាជនហើយការនៅជាអន្តេវាសិករបស់យើងនោះដូចជាការរំជួយនៃទឹកក្នុងពាងយើងមិនអាចទៅជាអន្តេវាសិកបានទេមានន័យថាគាត់ស្ថិតនៅក្នុងគ្រូដ៏ធំមួយគាត់ជាគ្រូអាចារ្យសញ្ជ័យមានគណៈបរិស័ទធំជាបរិវារជាកូនសិស្សជាអន្តេវាសិកនឹងច្រើនពួកធំមានគណៈធំហើយដល់ឲ្យគាត់ទៅធ្វើជាអន្តេវាសិកធ្វើជាកូនសិស្សគេគាត់អត់ព្រមទេគាត់អត់ព្រមទៅទេចិត្តរបស់គាត់មានអ្នកអញ្ចឹងណាដូច្នេះហើយឧបទេសៈហើយនឹងកោលិតៈក៏លោកបានពោលទៀតថាកុំធ្វើយ៉ាងនេះឡើយលោកអាចារ្យសូមលោកអាចារ្យទៅជាមួយពួកយើងចំណែកឯសញ្ជ័យអាចារ្យនឹងក៏ឆ្លើយចុះថាចូលបានាំគ្នាទៅចុះយើងមិនអាចទៅបានទេឯកោលិតៈហើយនឹងឧបទេសៈបានពោលបន្តទៀតថាលោកអាចារ្យតាំងពីកាលនៃព្រះពុទ្ធស្ដេចឧបដឹកឡើងក្នុងលោកមហាជនកាន់យករបស់ក្រអូបកំរងផ្កាជាដើមទៅបូជាព្រះអង្គប៉ុណ្ណោះសំបីខ្ញុំទាំងពីរក៏នឹងទៅក្នុងទីនោះដូចគ្នាលោកអាចារ្យនឹងធ្វើអ្វីចំណែកឯសញ្ជ័យអាចារ្យនេះវិញក៏បានពោលទៀតថាអ្នកទាំងពីរមានមនុស្សល្ងងច្រើនឬក៏មានមនុស្សឆ្លាតច្រើនឆ្លើយតបទៅអញ្ចឹងណាចង់និយាយថាអ្នកដែលទៅចូលកលព្រះបរមសាស្តាហ្នឹងជាមនុស្សល្ងងឬក៏យ៉ាងម៉េចអ្នកដែលនៅជាមួយខ្លួនឯងនឹងជាមនុស្សឆ្លាតឬយ៉ាងម៉េចណាពោលទៅកាន់ឧបទេសៈហើយនឹងកោលិតៈណាព្រះពីជួណាចំណែកឯឧបទេសៈហើយនឹងកោលិតៈនឹងឆ្លើយទៅវិញថាលោកអាចារ្យមនុស្សល្ងងច្រើនជាងចំណែកឯមនុស្សឆ្លាតនឹងមានត្រឹមតែតិចតួចប៉ុណ្ណោះទេសួរសំណួរមុននឹងចូលកលព្រះបរមសាស្តាសួរសំណួរទៅឧបទេសៈហើយនឹងកោលិតៈហើយកោលិតៈឆ្លើយមកវិញផាំងអញ្ចឹងណាញាតិញោមសញ្ជ័យអាចារ្យថាណែអ្នកទាំងពីរបើដូច្នោះពួកអ្នកឆ្លាតនឹងទៅកាន់សំណាក់ព្រះគោតមពួកមនុស្សល្ងងនឹងមកកាន់សំណាក់យើងទៅជាមួយគ្នាចុះយើងមិនទៅទេឃើញទេថាអញ្ចឹងបើអ្នកឆ្លាតទៅខាងព្រះសមណគោតមចុះណាអញ្ចឹងអ្នកល្ងងនៅជាមួយពួកយើងអត់ព្រមទៅជាមួយគេទេអត់ដាក់មេនះអញ្ចឹងណាទោះបីជាកូនសិស្សរបស់ខ្លួនឯងបបួលទៅទាំងពីរនាក់ហ្នឹងទៅទាំងអស់គ្នាហ្នឹងក៏អត់ព្រមដែរថាបើអ្នកឯងឆ្លាតទៅចុះខ្ញុំមនុស្សល្ងងនៅដោយចំណែកមនុស្សល្ងងណានឹងគឺរឿងរ៉ាវរបស់អាចារ្យសញ្ជ័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប្រារព្ធរឿងរ៉ាវរបស់អាចារ្យសញ្ជ័យណាបន្តមកទៀតថាសម្លាញ់ទាំងពីរនោះទើបពោលថាលោកអាចារ្យលោកប្រកាសហើយឬ
ហើយក៏ជៀសចេញទៅសួរតែលោកអាចារ្យប្រកាសណាថាមិនទៅណាបើថាមិនទៅទេពួកយើងទាំងពីរនាក់ហ្នឹងនឹងទៅហើយខណៈនោះអារាមនៅទទេសញ្ជ័យនោះក៏ឃើញអារាមទទេហើយក៏ក្អួតចេញឈាមក្តៅក្នុងបរិពេជក់ចំនួន500នាក់ដែលទៅជាមួយសម្លាញ់ទាំងពីរនាក់នោះបរិស័ទចំនួន250នាក់បានត្រឡប់មកវិញដើម្បីណាអាចារ្យសញ្ជ័យនៅពេលដែលទៅហ្នឹងគឺថាអ្នកដែលទៅតាមកោលិតបរិពាជក់ហើយនឹងឧបទេសបរិពាជក់ហ្នឹងមានចំនួន500នាក់ខណៈពេលនោះអារាមនឹងស្ងាត់ន្ទ្រីងធ្វើឲ្យអាចារ្យសញ្ជ័យនឹងក្អួតឈាមចេញមកក្តៅហូរឈាមមកដល់ពេលក្រោយមកទៅមានបរិស័ទដែលគោរពជឿជាក់ស្រឡាញ់ទៅលើអាចារ្យសញ្ជ័យនឹងវិលត្រឡប់មកវិញចំនួន250នាក់ព្រោះតែដើម្បីអាចារ្យសញ្ជ័យនឹងឯងចំណែកឯសម្លាញ់ទាំងពីរអ្នកនោះបានទៅកាន់វត្តវេលវ័នព្រមទាំងបរិពាជក់ចំនួន250នាក់ដែលជាអន្តេវាសិករបស់ខ្លួនញាតិញោមឃើញនេះឧបនិស្ស័យមិនមែនចេះតែដាក់ទៅ100បាន100ទេបើអត់មានឧបនិស្ស័យឃើញនេះវាត្រូវបានចែករំលែកមកវិញអញ្ចឹងមុននឹងធ្វើដំណើរទៅជួបព្រះបរមសាស្តាហ្នឹងគឺថាអាចារ្យសញ្ជ័យនឹងបានសន្ទនាគ្នាជាមួយនឹងកោលិតៈហើយនឹងឧបទេសៈនឹងហោហែថាអ្នកណាល្ងងមនុស្សភាគច្រើនល្ងងច្រើនឬក៏ឆ្លាតច្រើនថាបើឆ្លាតច្រើនទៅជាមួយអ្នកចុះបើល្ងងច្រើនក៏នៅជាមួយខ្ញុំអញ្ចឹងទៅក្នុងគណៈពេលនោះដំណើររបស់ឧបទេសៈហើយនឹងកោលិតៈនេះមានបរិវារដែលជាព្រះពីជក់ចំនួន500នាក់ណាបានធ្វើដំណើរមកជាមួយក៏ប៉ុន្តែសម្រេចវិលត្រឡប់ថយក្រោយវិញចំនួន250នាក់នៅសេសសល់ចំនួន250នាក់ទៀតបានទៅចូលគល់ព្រះបរមសាស្តាជាមួយនឹងឧបទេសៈហើយនឹងកោលិតៈណានៅក្នុងវត្តវេលវ័ននឹងឯងព្រះសាស្តាទ្រង់គង់ប្រថាប់នៅក្នុងវត្តវេលវ័នគង់សម្ដែងព្រះធម៌ក្នុងកណ្ដាលបរិស័ទ4តូតឃើញព្រះពេជក់ទាំងនោះក៏មកអំពីចម្ងាយហើយត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះតម្រាស់ថាមនាលភិក្ខុទាំងឡាយសម្លាញ់ទាំងពីរនាក់នោះកំពុងមកគឺកោលិតៈនិងឧបទេសៈទាំងពីរនាក់នោះឯងជាគូនៃសាវកដ៏ប្រសើររបស់តថាគតត្រាស់ប្រាប់ថាមនាលភិក្ខុទាំងឡាយណមើលណណាសម្លាញ់ទាំងពីរនាក់នោះកំពុងតែធ្វើដំណើរមកហើយព្រះអង្គទ្រង់ជ្រាបទៅព្រះអង្គគង់សម្ដែងពធទេសនាចំពោះភិក្ខុទាំងឡាយរួមដោយបរិស័ទទាំង4ហើយក៏ប្រាប់នៅក្នុងជំនុំនៃការសម្ដែងព្រះធម៌នឹងថាមនាលភិក្ខុទាំងឡាយមើលអ្នកទាំងឡាយមើលឃើញសម្លាញ់ទាំងពីរអ្នកនឹងកំពុងតែធ្វើដំណើរមកគឺកោលិតៈហើយនឹងឧបទេសៈទាំងពីរអ្នកនឹងគឺជាគូនៃសាវកដ៏ប្រសើររបស់តថាគតមានន័យថាអគ្គសាវកកើតឡើងនៅក្នុងលោកហ្នឹងមិនមែនចេះតែបានមកដោយឯងទេណាញាតិញោមសិក្សាមើលអំពីប្រវត្តិរបស់កោលិតៈហើយនឹងឧបទេសៈនឹងធ្វើទានបារមីយ៉ាងម៉េចខ្លះបានទៅជួបជាមួយនឹងព្រះសម្មាសម្ពុទ្ធជាអគ្គសាវកឆ្វេងអគ្គសាវកស្ដាំណាសម្លាញ់ទាំងពីរអ្នកនោះថ្វាយបង្គំព្រះសាស្តាហើយអង្គុយនៅក្នុងទីដ៏សមគួរមួយគេទាំងពីរអ្នកនោះបានក្រាបទូលនៅពាក្យនេះចំពោះព្រះដ៏មានព្រះភិក្ខថាខ្ញុំព្រះអង្គគប្បីបានបព្វជិទូលប្រាប់ទៅកាន់ព្រះសម្មាសម្ពុទ្ធថាខ្ញុំព្រះអង្គទាំងឡាយគប្បីបាននៅបព្វជិក៏បីបានឧបសម្បទាក្នុងសំណាក់របស់ព្រះពុទ្ធដ៏មានព្រះភិក្ខផងចុះសូមវរព្រះអង្គអញ្ចឹងណាពោះជ្រាបច្បាស់ដឹងជាច្បាស់ធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងបានអមតៈធម៌នឹងអំពីសំណាក់ព្រះអសជិតថេរណាអំពីសំណាក់ព្រះអសជិបានជ្រាបព័ត៌មាននឹងមកហើយចូលទៅក្នុងវត្តវេលវ័ននឹងហើយក៏បានទូលសូមព្រះសម្មាសម្ពុទ្ធថាខ្ញុំព្រះអង្គក៏បីបាននៅបព្វជិក៏បីបាននៅឧបសម្បទានៅក្នុងសំណាក់របស់ព្រះអង្គណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ថាអ្នកទាំងឡាយចូលជាភិក្ខុចុះណាគ្រាន់តែថាប៉ុណ្ណឹងញាតិញោមណាចូលជាភិក្ខុនឹងហេភិក្ខុកើតឡើងចំពោះកោលិតៈហើយនឹងឧបទេសៈនេះឯងហើយធម៌តថាគតណាធម៌តថាគតសម្ដែងល្អហើយចូលប្រព្រឹត្តប្រមចារី5ចូលប្រព្រឹត្តនៅប្រមចារិយធម៌
ចូលប្រព្រឹត្តនៅព្រហ្មចារិយធម៌ដើម្បីធ្វើនៅទីបំផុតនៃទុក្ខដោយប្រពៃចុះចំណែកឯជនទាំងអស់បានជាអ្នកទ្រទ្រង់បាតជីវរដែលសម្រេចទៅដោយរិទ្ធដូចជាពធេរៈមានព្រះវស្សា100មានឲ្យជាអេហេភិក្ខុទាំងអស់គ្នាជនទាំងអស់នឹងមានបាតមានជីវរមានសង្កដីហើយសក់កេសានឹងត្រូវអស់ដោយអត់ចាំពិបាកប្រើកំបិតកោអីទេគឺសម្រេចដោយរិទ្ធណាញាតិញោមហើយសគុតសគុំហាក់បីដូចជាអ្នកបួសមានវស្សាចាស់100មានន័យថាដូចអ្នកបួស100ឆ្នាំហើយអញ្ចឹងណាក្នុងគ្រានោះឯងព្រះបរមសាស្តាទ្រង់បរិយាយព្រះធម៌ទេសនាដោយអំណាចចរិយានៃបរិស័ទរបស់សម្លាញ់ទាំងពីរនោះណាវាព្រះអគ្គសាវកទាំងពីរចេញជនដសេះក៏សម្រេចបានជាព្រះអរហន្តហើយក៏កិច្ចដោយមគ្គជនខ្ពស់របស់ព្រះអគ្គសាវកក៏កិច្ចដោយមគ្គជនខ្ពស់របស់ព្រះអគ្គសាវកទាំងពីរមិនបានសម្រេចឡើយមានន័យថាព្រះអង្គសម្ដែងធម៌ដល់បរិវារទាំង250នាក់ដែលមកតាមព្រះកោလိតៈហើយនិងព្រះឧបទេសៈនេះណាឲ្យបានសម្រេចនៅព្រះអរហន្តចំណែកឯកិច្ចជាអគ្គសាវកហ្នឹងវាលេងចេញពីព្រោះអកោလိតៈហើយជាមួយនឹងឧបទេសៈនេះគឺជាអគ្គសាវកហើយណាបានសម្រេចជាអគ្គសាវកហើយព្រោះហេតុអ្វីព្រោះថាសាវកបារមីជារបស់ធំណាស់ណាដោយអាត្មាភាពលើកឡើងខាងដើមអញ្ចឹងថាមិនមែនថាខ្ញុំប្រាថ្នាឲ្យខ្លាយទៅជាសាវករបស់ព្រះពុទ្ធណាសាវកឆ្វេងសាវកស្ដាំចិត្តតបានទេព្រោះការសាងសន្សំបារមីនឹងធំណាស់តមកនៅក្នុងថ្ងៃទី7អំពីថ្ងៃដែលបួសនោះហើយព្រះមហាមុគលានថេរណាចូលទៅអាស្រ័យនៅក្នុងស្រុកកាលវេលៈក្នុងដែនមគធៈណាកាលថៃនមិទ្ធៈគ្រប់សង្កត់ដោយលោកដែលព្រះសាស្តាទ្រង់ឲ្យសង្វេគហើយក៏បន្ទោបង់នៅថៃនមិទ្ធៈបានក្នុងកាលកំពុងស្ដាប់នៅព្រះធាតុកម្មដ្ឋានដែលព្រះសាស្តាប្រទានហើយក៏បានញ៉ាំងកិច្ចនៅក្នុងមគ្គ3ខាងលើឲ្យសម្រេចណាសម្រេចនៅទីបំផុតនៃសាវកបារមីញាណហើយចំណែកឯព្រះសារីបុត្រកន្លងទៅបានកន្លះខែអំពីថ្ងៃបួសចូលទៅអាស្រ័យក្នុងក្រុងរាជក្រឹស្ននោះឯងត្រង់លអាងភ្នំសូករខាតាកាលព្រះសាស្តាទ្រង់សម្ដែងវេទនាបរិកហសូតដល់ទីខណខៈបរិពីជក់ដែលជាក្មួយរបស់ខ្លួនបញ្ជូនញាណទៅតាមក្រសែនៃព្រះសូត្រហើយក៏បានសម្រេចនៅទីបំផុតនៃសាវកបារមីញាណដូចជាអ្នកបរិភោគផាត់ដែលអ្នកដតីណាដួសឲ្យណាមានន័យថាការសម្រេចនៅធម៌ដើម្បីឲ្យคล้ายទៅជាណាសាវកបារមីញាណនឹងចាប់ពីថ្ងៃទី7នៃក្រោយពេលថ្ងៃបួសណាព្រះមហាមុគលានបានសម្រេចទៅជាព្រះអគ្គសាវកដល់ចូលដល់កន្លះខែក្រោយមកបានព្រះសារីបុត្រនឹងក៏បានសម្រេចទៅជាអគ្គសាវកនៅក្នុងលាងសូករខាតាជាមួយនឹងព្រះសាស្តាព្រះអង្គទ្រង់សម្ដែងនៅធម៌ដ៏ពិរោះដើម្បីប្រោសដល់ទីខណខៈបរិពីជក់ដែលជាក្មួយរបស់ខ្លួនចំណែកឯព្រះសារីបុត្រជាអ្នកមានបញ្ញាច្រើនមែនឬបើដូច្នោះព្រោះហេតុអ្វីទើបសម្រេចសាវកបារមីក្រោយព្រះមុគលានសំណួរសួរអញ្ចឹងណាថាព្រះសារីបុត្របរិបូរទៅដោយបញ្ញាចុះហេតុអ្វីបានជាសម្រេចនៅសាវកបារមីញាណនឹងបានក្រោយព្រះមហាមុគលានទៅវិញដោយឧបមាថាពួកមនុស្សទុគតិប្រាថ្នាទៅកាន់ទីណាក៏ចេញទៅកាន់ទីនោះបានយ៉ាងឆាប់រហ័សចំណែកព្រះរាជាត្រូវបានត្រៀមមានការត្រៀមសេះព្រះរាជពាហនៈជាដើមទើបគួរយ៉ាងណាឧបមាយ៉ាងនេះក៏គប្បីជ្រាបដូច្នោះក៏ក្នុងវេលាថ្ងៃត្រង់នោះឯងព្រះសាស្តាទ្រង់ប្រជុំសាវកណាត្រង់វត្តវេលវ័នប្រទានតំណែងព្រះអគ្គសាវកដល់ព្រះថេរៈទាំងពីរព្រះអង្គហើយទ្រង់សម្ដែងនៅព្រះបដិមោក្ខសូមអនុមោទនាចឹងការចាត់តាំងនៅអគ្គសាវកឆ្វេងស្ដាំទាំងពីរអង្គមានព្រះមហាមុគលានហើយនិងព្រះសារីបុត្រនោះ
គឺនៅក្នុងវត្តវេលវ័ននោះឯងសូមជ្រះថ្លាអនុមោទនាហើយវត្តវេលវ័នគឺស្ថិតនៅក្នុងទីក្រុងរាជក្រឹស្នដែលខ្ញុំបកណ្ណាអាត្មាភាពធ្លាប់បាននិមន្តទៅបំពេញបុណ្យនៅប្រទេសឥណ្ឌាណាគួរជាទីជ្រះថ្លាបច្ចុប្បន្ននៅតែគ្រឹះស្ថានទេញាតិញោមណាអញ្ចឹងញាតិញោមមានឱកាសអាចនឹងទៅបានម្ដងពីរដងអីចឹងទៅដើម្បីបានស្ដាប់ព្រះធម៌ផងសិក្សាស្រាវជ្រាវផងណាប៉ុន្តែយ៉ាងណាយ៉ាងណីគិតពីសុខភាពហើយនឹងពេលវេលាបានត្រឹមត្រូវពុំមែនទៅមួយថ្ងៃហើយអាចមកវិញបានទេណាការធ្វើដំណើរទៅហ្នឹងគឺអាចចំណាយពេលវេលាច្រើនថ្ងៃណាអាចទៅ20ថ្ងៃជាងឬក៏មួយខែអីចឹងទៅអញ្ចឹងខ្ញុំកណ្ណាអាត្មាភាពសម្ដែងមកដល់ការតែងតាំងអគ្គសាវកទាំងពីរព្រះអង្គមកដល់ទំនេះគឺសូមធ្វើការស្លេះប៉ុណ្ណេះដោយសារតាមពេលវេលាមានកំណត់ដូច្នេះនៅខ្សែវីដេអូបន្ទាប់ទៀតនឹងសម្ដែងតាក់ទិនទៅជាមួយនឹងពួកភិក្ខុដែលតេះដៀលនៅព្រះសាស្តាណាអត់ទាន់ចប់ទេរឿងព្រះពាជក់ហ្នឹងអត់ទាន់ចប់ទេមួយខ្សែហ្នឹងគឺវែងណាស់ញាតិញោមណាដោយសារតែតាមដំណាក់កាលនីមួយហេតុអីបានជាភិក្ខុទាំងឡាយនឹងពោលតេះដៀលចំពោះព្រះសាស្តាឃើញថាការដែលតែងតាំងនៅអគ្គសាវកឆ្វេងស្ដាំនឹងរួចហើយហេតុអីបានជាពួកភិក្ខុទាំងឡាយបានជាតេះដៀលចំពោះព្រះបរមសាស្តាដូច្នេះញាតិញោមពុទ្ធបរិស័ទចង់ដឹងរឿងនឹងកាន់តែច្បាស់សូមរងចាំទស្សនានិងស្ដាប់នៅខ្សែវីដេអូបន្ទាប់ទៀតដោយសេចក្តីជ្រះថ្លានិងការរីករាយក្នុងការទទួលយកនៅចំណេះដឹងក្នុងព្រះពុទ្ធសាសនាទាំងអស់គ្នាសព្វទានធម្មទានជានិតិការឲ្យនៅធម្មទានឈ្មោះថាជាទានដ៏ប្រសើរសូមអនុមោទនា